ដើម្បីឲ្យគាត់បង្រៀនបានគាត់មានសក្តានុពលហើយទីផ្សារហើយអតិថិជនទុកចិត្តហើយជួយគាត់ឥឡូវដូចយើងឲ្យដី free បាទកន្លងទៅគាត់ត្រូវជួលដីរាប់រយហិកតារាប់ដើម្បីដាំស្មៅយកឲ្យគូអញ្ចឹងគាត់ត្រូវចំណាយឥឡូវអត់ទេរដ្ឋឲ្យ free ត្មងទៅដើម្បីឲ្យក្រុមហ៊ុនក្នុងស្រុកហ្នឹងយកទៅផលិតបាទដើម្បីយកទៅមកវិញបានថ្លៃទឹកដោះគោសមរម្យគុណភាពជូនឲ្យផលិតផលក្នុងស្រុកហើយខ្ញុំចង់ឃើញនៅផលិតផលប្រើប្រាស់ច្រើនដោយខ្ញុំនិយាយក្រៅពីផលិតផលហូបចុកប្រមាណមុខហ្នឹងគិតមើលតើគ្រឿងសង្ហារឹមមួយចំនួនឬមួយក៏គ្រឿងផ្ទះបាយគ្រឿងប្រើប្រាស់មួយចំនួនដែលយើងអាចភ្ជាប់បាទ backward linkage ហើយយើងមើលមកបើថាត្រូវការលើកទឹកចិត្តកុំលើកទឹកចិត្តតែមួយធ្វើជាខ្សែច្រវាក់ទៅលើកចិត្តជាខ្សែច្រវាក់បាទដើម្បីលើកទឹកចិត្តឲ្យមកភ្ជាប់ជាមួយឧស្សាហកម្មសិប្បកម្មនៅតាមកន្លែងជួនកាលមកស្រុកមកខេត្តព្រោះឥឡូវពូមួយផលិតផលមួយក៏ជាការគោលគំនិតដែលយើងបានធ្វើប៉ុន្តែអាដានេះខ្ញុំឲ្យគិតពីមាត្រដ្ឋានអញ្ចឹងជួនកាលពី3ស្រុកមកតំបន់ឬមួយក៏មកខេត្តផលិតផលមួយដើម្បីផ្គត់ឧទាហរណ៍ត្បូងឃ្មុំអញ្ចឹងទៅជាខេត្តដែលសក្តានុពលធំគុំគ្នាផលិតកស៊ូសម្រាប់បម្រើឲ្យការផលិតកង់ឡាននិងផលិតផលផ្សេងទៀតពីកស៊ូជួនកាលពង្រីកអានឹងឲ្យធំបាទទៅជាមាត្រដ្ឋានមួយដែលយើងអាចជួយបានហើយបើធំអញ្ចឹងស្រួលជួយបើជួយដាច់ដុំទូចពិបាកតែបើគាត់ប្រគំគ្នាជាបណ្ដុំអានឹងបើភាសាសេដ្ឋកិច្ចគេហៅ cluster វាមួយដុំហ្នឹងគឺវាតាក់ទងជា ecosystem ជាអីយើងជួយទាំងអស់តែម្ដង